ចាសួស្តីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីរបៀប add បន្ថែមនេះខាងលើនេះគេហៅថា Quick Access Toolbar ចាអញ្ចឹងអឺនេះកញ្ញាពេលដែលយើងដាក់ cursor មកគេដាក់លោថាឲ្យយើង customize Quick Access Toolbar អញ្ចឹងយើងចុចវាតម្លាក់មកនេះហើយយើងយក more command នេះមកអញ្ចឹងយើងមកមើលខាងនេះវាមាន save មាន undo redo copy អញ្ចឹងឧទាហរណ៍ថាយើងត្រូវការប្រើខាត់ហើយប្រើញឹកញាប់អញ្ចឹងយើងអាច select លើវាមកហើយយើងចុចពាក្យ add មកអញ្ចឹងវា add បន្ថែមមកខាងនេះហើយបើសិនបើយើងចង់លុបវាវិញមួយណាអីអញ្ចឹងឧទាហរណ៍យើងចង់លុប copy អញ្ចឹងយើង select លើ copy ហើយយើងយកពាក្យ remove មកចាអញ្ចឹងអូខេអញ្ចឹងយើងធ្វើការអូខេមកចាអញ្ចឹងគឺយើង add បានណានេះពូកត្រៃនេះខាត់នេះចាអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរអក្សរខ្ញុំសរសេរ N I E I ឧទាហរណ៍ថាខ្ញុំចង់ខាត់យើងគ្រាន់តែ select លើវាហើយនេះខ្ញុំចុចរូបកត្រៃហ្នឹងមកខាត់បាត់ចាអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងឯងចាអរគុណច្រើន